រឹកប្រហៀមសំរធម្មជាតិត្រកាលក្រាលក្របដកដានដោយទឹកសន្សើរក្លិនផ្កាព្រៃក្រអូបស្រូបគ្រប់ដងហើក្លិនផ្សះផ្សាសន្សើរបេះដូងសំភ័រស្រទន់ចាសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងមើលពីដើមវីដេអូបងប្អូនទាំងអស់គ្នាប្រកាសជាឆ្ងល់ដែរត្រូវអត់ថាកន្លែងណាខ្ញុំថតនៅក្នុងវីដេអូហ្នឹងនៅកន្លែងណាចានេះគឺជាវីដេអូនៅក្នុងកំពើដែលខ្ញុំទៅកាលពីប្រហែលឆ្នាំមុនដោយសារឃើញនៅកន្លែងនោះទេសភាពស្អាតអញ្ចឹងខ្ញុំក៏កាត់តវីដេអូហ្នឹងចាអញ្ចឹងចង់ដឹងទាំងអស់គ្នាថាមុននឹងយើងបានឡើងទៅដល់លើភ្នំបានជួបទេសភាពស្អាតទាំងអស់ហ្នឹងតើយើងឆ្លងកាត់អីខ្លះនៅតាមផ្លូវអញ្ចឹងសូមទស្សនាទាំងអស់គ្នាចាអញ្ចឹងតបពីចេញពីភ្នំពេញទៅតុកឡាននៅកន្លែងផ្ទះសហគមន៍ហើយយើងនាំគ្នាជិះគោយន្តទៅចាហើយការជិះគោយន្តនេះរៀងឆ្ងាយដែរហ្នឹងណាដូចជាប្រហែលជាខ្ទង់1ម៉ោងហើយដែរបានទៅដល់កន្លែងនេះយើងចុះដើរហើយនៅតាមផ្លូវអ្នកទាំងអស់គ្នាអាចមើលបានពេលខ្លះរៀងពិបាកដែរផ្លូវហ្នឹងគឺយើងត្រូវចុះដើរចុះកាត់ទឹកចុះកាត់នៅក្នុងព្រៃដើរកាត់នៅក្នុងព្រៃអញ្ចឹងណាហើយមានបន្លាមានអីអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលវីដេអូនឹងបានថាតម្រាំតើបានឡើងទៅដល់លើភ្នំខ្នងផ្សារហ្នឹងតើយើងឆ្លងកាត់នៅឧបសគ្គអីខ្លះនិយាយទៅផ្លូវទៅគឺដែលយើងវែកព្រៃដើរទៅអញ្ចឹងណាមិនមានផ្លូវមានអីស្រួលបួលទេអានេះនៅតាមជើងភ្នំឯដែលយើងជិះគោយន្តទៅពីផ្ទះអ្នកភូមិទៅបានណាតែពេលដែលទៅដល់ជើងភ្នំទៅគឺយើងចាប់ផ្ដើមដើរទៅរហូតហើយតកតងនឹងការដើរហ្នឹងគឺផ្លូវអត់ស្រួលទេដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងកន្លែងនេះគឺយើងជិះកាត់ទឹកណាអញ្ចឹងទឹកហ្នឹងបើសិនជាជិះកាត់ទៅរួចគឺយើងទៅប៉ុន្តែបើសិនជាជិះកាត់ទៅរួចក៏យើងត្រូវចុះដើរកាត់ទឹកហ្នឹងអញ្ចឹងណាតែដោយសារខែដែលខ្ញុំទៅហ្នឹងទឹករៀងរាក់ដែរអញ្ចឹងគឺយើងអាចជិះកាត់បានអញ្ចឹងណាចាហើយយើងជិះទៅរហូតដល់កន្លែងដែលយើងត្រូវចុះដើរហើយនៅពេលដែលយើងចុះដើរហ្នឹងគឺយើងជួបមួយនឹងទឹកជ្រោះជួបជាមួយនឹងទឹកដែលហូរពីលើភ្នំមកមានកន្លែងស្អាតជាច្រើនប៉ុន្តែខ្ញុំក៏អត់បានថតវីដេអូអស់ដែរព្រោះពេលខ្លះយើងកន្លែងតា enjoy ជាមួយនឹងបរិយាកាសទាំងអស់ហ្នឹងហើយក៏អត់បានថតរូបច្រើនថតវីដេអូច្រើនដែរចាអញ្ចឹងនេះដល់ពេលដែលយើងចុះដើរដោយសារតាគោយន្តគាត់មកគាត់ត្រូវបត់អញ្ចឹងពេលដែលបត់ហ្នឹងអាចប៉ះមួយដើមឈើមេឈើអីអញ្ចឹងណាអញ្ចឹងអ្នកដែលជិះនៅលើគោយន្តហ្នឹងត្រូវចុះដើរសិនហើយអ្នកដែលគាត់បើកគោយន្តហ្នឹងគាត់បើកឡើងមកតាមក្រោយចាមើលតាមសភាពជាក់ស្ដែងនេះខែដែលទឹកអត់សូវខ្លាំងណាទឹកអត់សូវច្រើនទេយើងជួបផលលំបាកប៉ុណ្ណឹងហើយតម្រាំតែខែដែលទឹករៀងឡើងខ្លាំងជាងនឹងទៀតគឺហិតតែពិបាកជាងនឹងទៀតតែនិយាយទៅទោះបីជាឧបសគ្គច្រើនយ៉ាងណាចិត្តយើងដែលចង់ឡើងទៅលើភ្នំនិយាយទៅគឺបដិញ្ញាចិត្តថាធ្វើម៉េចគឺត្រូវតែទៅឲ្យដល់មិនថាជួបឧបសគ្គប៉ុណ្ណានៅតាមផ្លូវគឺយើងត្រូវតែទៅឲ្យដល់ទាំងអស់គ្នាចាអញ្ចឹងអ្នកទាំងអស់គ្នាមើលទៅតម្រាំតែគាត់បាត់គោយន្តឡើងមកបានហ្នឹងក៏មិនមែនងាយស្រួលប៉ុន្មានដែរចាគាត់ថាអ្នកដែលគាត់មានជំនាញណាអ្នកដែលគាត់ធ្លាប់បើកផ្លូវប្រភេទអញ្ចឹងអ្នកដែលធ្លាប់បើកកាត់នៅក្នុងព្រៃអញ្ចឹងបើអ្នកដែលគាត់គ្រាន់តែបើកដើម្បីទៅជួសែឬក៏ដឹកអីវ៉ាន់នេះធម្មតាក៏គាត់ពិបាកក្នុងការបើកឡើងដែរព្រោះផ្លូវនេះគឺដូចខ្ញុំប្រាប់អញ្ចឹងគឺយើងវែកផ្លូវទៅហ្មងចង់និយាយថាវែកធ្វើផ្លូវទៅហ្មងវាអត់មានជាផ្លូវអីឈូសឆាយអីស្អាតទេហើយខាងក្រោយនោះគឺអីវ៉ាន់ពួកយើងទាំងអស់គ្នាហ្នឹងមានកៅអៅមានទឹកមានម្ហូបអីហ្នឹងហើយនេះចូលដល់ដំណាក់កាលមួយទៀតហើយគឺដំណាក់កាលយើងជិះកាត់នៅកន្លែងដីរបស់គេអញ្ចឹងដីរបស់គេគេដាក់អីខណ្ឌដីរបស់គេកុំឲ្យគោអីចូលអញ្ចឹងតែយើងត្រូវលើកអាលបងហ្នឹងដើម្បីដើរចូលទៅហើយឲ្យគោយើងចូលមកតាមក្រោយចានិយាយទៅម្នាក់តស៊ូមែនតែនហ្មងនេះគ្រាន់តែជាដំណាក់កាលដំបូងឯងដំណាក់កាលដែលយើងជិះនៅជើងភ្នំដើរនៅកន្លែងជើងភ្នំដីរៀបស្មើណាជាមួយពេលដល់រៀងចំណោតតែពេលដល់ចំណោតហ្នឹងគឺអត់បានសើថតច្រើនទេដោយសារតានិយាយទៅលបួលហត់ហ្មងហត់ខ្លាំងហ្មងហើយនេះជាលើកទី2ដែលខ្ញុំឡើងភ្នំការដែលខ្ញុំឡើងលើកទី1ហ្នឹងគឺឡើងនៅភ្នំអរ៉ានិយាយទៅភ្នំដែលខ្ពស់ជាងគេនៅស្រុកខ្មែរហើយក៏ជាពេលដែលខ្ញុំឡើងលើកទី1ដែរហើយក៏ខ្ញុំអត់ដែរនឹកស្មានថាខ្លួនឯងអាចឡើងដល់ដែរដោយសារតា
ở đây làng phnom so bàn tay làng đoភ្នំដែលខ្ពស់ជាងគេហើយឡើងលើកទី1ទៀតចាអញ្ចឹងបន្ទាប់ពីឆ្លងកាត់ឧបសគ្គដំណាក់កាលទី1មកឥឡូវយើងជិះកាត់ខ្សែបតង់ទៀតទំមបានទៅដល់កន្លែងជើងភ្នំដែលយើងត្រូវជប់គោយន្តហ្នឹងចាអញ្ចឹងនេះគឺទេសភាពនៅតាមជើងភ្នំហ្នឹងកន្លែងទេសភាពវាស្រែធំហ្នឹងពេលដែលយើងឡើងទៅដល់ដំណាក់ទី1ហ្នឹងគឺយើងមើលឃើញមកវិញចាថាខ្សែខាងក្រោមនឹងវាលហលហេវមិនអញ្ចឹងណាហើយនេះសិតតែខ្សែរបស់អ្នកភូមិដែលគាត់ធ្វើស្រូវប៉ុន្តែគាត់ថាខែនេះវាសំណាងដែរដោយសារយើងទៅចំខែដែលគាត់អត់ធ្វើស្រូវបានយើងអាចជីបានឆ្ងាយកាត់ខ្សែទាំងអស់នឹងទៅឡើងដល់ចិត្តជើងភ្នំកន្លែងឡើងហ្មងបើសិនជាខែវស្សាគឺយើងអាចជីអញ្ចឹងហើយយើងត្រូវដើររហូតតាមភ្លឺខ្សែចានេះគឺយើងឡើងមកដល់ខាងលើនេះបន្ទាប់ពីយើងដាក់កៅអៅនៅកន្លែងផ្ទះនេះហើយហ្នឹងគឺយើងចុះមកងូតទឹកនៅខាងក្រោមហ្នឹងចាអូនិយាយទៅម្នាក់គ្រាន់តែឃើញទឹកហ្នឹងអត់បានហ្មងចាហើយនេះយើងយកកៅអៅហើយយើងចុះទៅខាងក្រោមកន្លែងដែលបោះតង់និយាយទៅមេឃចាប់ផ្ដើមត្រជាក់ដោយសារពេលហ្នឹងគឺមានភ្លៀងធ្លាក់អាឡឹមផងហើយមេឃចាប់ផ្ដើមត្រជាក់ឲ្យចុះអាប់ប៉ុន្តែពេលហ្នឹងយើងអត់ទាន់បានបោះតង់ហើយនេះត្រឹមតែជូននៅវ៉ាន់បន្ទាប់ពីងូតទឹកហើយជូននៅវ៉ាន់ដើរចុះទៅកន្លែងបោះតង់ហើយកន្លែងបោះតង់ហ្នឹងអ្នកខ្លះគេបោះនៅខាងលើចិត្តកន្លែងផ្ទះឈើខាងលើហ្នឹងប៉ុន្តែពួកខ្ញុំចង់ទៅឲ្យដាច់ឆ្ងាយពីគេកុំឲ្យអ៊ូអពេកអញ្ចឹងណាអញ្ចឹងហើយក៏ពួកខ្ញុំចុះទៅខាងក្រោមរៀងឆ្ងាយដែរនិយាយទៅចាហើយអីវ៉ាន់កាន់នៅណាគ្រប់គ្នាអញ្ចឹងណាគេទៅហែតាស្រឡាញ់ធម្មជាតិម្នាក់តស៊ូមិនក៏សុខចិត្តមកដែរនិយាយទៅហើយនេះគាត់ណាជំហានដំបូងដែលយើងមកដល់ហ្នឹងណាយើងឃើញផ្កាចំហួយរីកតាមផ្លូវដែលដើរទៅកន្លែងបោះតង់អានេះតិចទេនិយាយទៅមានកន្លែងមួយទៀតដែលច្រើនជាងហ្នឹងគឺនៅរៀងឆ្ងាយហើយនេះគឺដល់កន្លែងដែលយើងបោះតង់ហើយយើង set up តង់ហើយអានេះព្រលឹមឡើងនាំគ្នាងើបទៅមើលថ្ងៃរះអានេះពេលយើងបោះតង់ហើយយើងគេងមួយយប់ហើយព្រលឹមឡើងងើបមើលថ្ងៃរះនិយាយទៅវីដេអូនេះធ្វើខ្លីៗឯងបើថតគ្រប់សកម្មភាពនោះគឺថាវែងឆ្ងាយអាចតែងជារឿងមួយបានដោយសារតែពេលយប់ហ្នឹងយើងមានធ្វើម្ហូបយើងមានញ៉ាំយើងមានអីអញ្ចឹងណាហើយមានអ្នកឈឺញ៉ាំថ្នាំក៏មានដែរញ៉ាំថ្នាំញ៉ាំបបរហើយចូលគេងក៏មានដែរចាហើយនេះគឺយើងមកមើលរងចាំមើលថ្ងៃរះតែមានថ្ងៃរះណាមេឃឡើងស្អាតបាំងតែពពកអត់មានឃើញទេអញ្ចឹងក៏ដើរមកមើលផ្កាចំហួយអញ្ចឹងនេះផ្កាចំហួយហ្នឹងនិយាយទៅជាលើកទី1ក្នុងជីវិតរបស់ខ្ញុំណាឮតែគេផ្សាយឃើញតែគេផ្សាយនៅក្នុង Facebook ថាផ្កាចំហួយរីកស្អាតអីអញ្ចឹងពេលខ្លះអត់សូវជឿទេគាត់ថាគេកាត់តគេចង់តាក់ទាញយើងឲ្យទៅអញ្ចឹងណាប៉ុន្តែពេលដែលខ្ញុំទៅនោះគឺវាស្អាតមែនចង់និយាយថាបើនៅខាងក្រៅគឺស្អាតជាងនឹងខ្លាំងហ្មងដោយសារតែថតក្នុងវីដេអូទៅផ្កាហ្នឹងឃើញទូចអញ្ចឹងណាប៉ុន្តែបើនៅខាងក្រៅផ្កាហ្នឹងវាឃើញផុសចេញមកលើស្មៅហ្មងណាដូចចង់និយាយថាដូចនៅឋានសួគ៌អញ្ចឹងដែលគេនិយាយថាឋានសួគ៌មានសំបីតែស្មៅក៏មានចេញផ្កាដែរគឺវាដូចនៅក្នុងរឿងនិទានអញ្ចឹងហើយចង់និយាយថាបរិយាកាសស្ងប់ស្ងាត់ហើយកន្លែងដែលខ្ញុំទៅមើលផ្កានេះគឺអត់សូវមានអ្នកទៅដល់ទេអត់សូវមានអ្នកទៅដល់កន្លែងហ្នឹងអញ្ចឹងហើយផ្កានៅស្អាតអត់សូវបាក់អត់សូវអីព្រោះមានអ្នកទៅដល់ហើយដើរជន់ច្រើនអញ្ចឹងណាចាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានណាផ្កានេះហើយខ្ញុំមិនដឹងថាប្រហែលឆ្នាំក្រោយផ្កាហ្នឹងនៅមានទៀតអត់ទេដោយសារតាខ្ញុំទៅហ្នឹងខ្ទង់ដូចជាចូល3ឆ្នាំឯនេះបើគិតដល់2025ហ្នឹងចូល2-3ឆ្នាំដែរចាមានអ្នកខ្លះគាត់ទៅបោះតង់ដល់លើនឹងដែរគាត់ថានៅលើនឹងវារៀងស្ងាត់ណាបើទៅគ្នាតិចអីបោះតង់ទៅអីក៏រៀងខ្លាចដែរអញ្ចឹងភាគច្រើនគេបោះនៅខាងក្រោមនៅកន្លែងចិត្តផ្ទះឈើនៅខាងក្រោមហ្នឹងចាហើយនេះបន្ទាប់ពីមើលថ្ងៃរះហើយនឹងមើលផ្កាចំហួយហើយយើងដើរត្រឡប់មកកន្លែងយើងបោះតង់នឹងវិញហើយនេះតាមផ្លូវដើរមកស្អាតអញ្ចឹងហើយអានេះគាត់មានផ្លូវគេវែកប្រឡងហើយមានកន្លែងដើរស្រួលណាបើកន្លែងខ្លះវិញអត់មានជាផ្លូវចឹងទេដើរព្រាវចង់និយាយថាដើរជន់ក្នុងស្មៅនឹងព្រាវហ្មងហើយពេលខ្លះរៀងខ្លាចដែរហ្នឹងណាវាថាស្មៅវាខ្ពស់ហ៎ប៉ុន្តែយើងចេះតែដើរព្រៃចឹងយើងអត់ស៊ឺមាត់ស៊ឺកចឹងណាហើយនេះរូបវីដេអូចុងក្រោយពេលដែលយើងធ្វើម្ហូបនិយាយទៅថតទុកជាអនុស្សាវរីយ៍
bài mà năng nhằm đượcគ្នាhay nâng mà hộp hay bên nâng chỉ lực tí muối để nhom nhằm ngao cả bạn ở đây score cả bạn sao tâm tận lực tí muối để nhom bàn nhằm ngao cả bạn cho muối nâng sẽ chụp chàng trong video của nhóm mình tập phần nắng á học con trời Oke. Ya, ya.